អូខេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកអំពីបញ្ហា PC របស់អ្នកទាំងអស់គ្នាហ្នឹងគឺវាទាមទារឲ្យអ្នកទាំងអស់គ្នាហ្នឹង restart បន្តមកទៀតវានឹងដំណើរការធម្មតាឡើងវិញអញ្ចឹងអ្នកទាំងអស់គ្នាមួយចំនួនដែលគាត់ទៅចេះប្រើកុំព្យូទ័របើសិនជាគាត់ជួបបញ្ហាបែបនេះគាត់គិតថាកុំព្យូទ័ររបស់គាត់ហ្នឹងគឺ error គឺទិញមកអត់ផ្លូវអត់ល្អអញ្ចឹងទៅជួនកាលចាញ់បោកគេអញ្ចឹងតាំងពិតវាមិនមែនទេវាវាមកពីបញ្ហា error PC អញ្ចឹងបញ្ហា error PC ហ្នឹងអ្នកមួយចំនួនណាអ្នកមួយចំនួនគាត់គិតថាមកពី Windows អញ្ចឹងគាត់ដូរ Windows ខ្ញុំផ្ទាល់ក៏ខ្ញុំក៏ដូរ Windows ដែរប៉ុន្តែដូរ Windows ហើយក៏នៅតែអត់បានក៏នៅតែអញ្ចឹងដូចគ្នាអញ្ចឹងបញ្ហាហ្នឹងអ្នកទាំងអស់គ្នានឹងដោះស្រាយចេញជាមួយនឹងខ្ញុំហ្នឹងហើយអូខេអញ្ចឹងអូខេបន្តមកអ្នកទាំងអស់គ្នាសេពីថា registry editor អូខេកន្លែងហ្នឹងយើងចុចពាក្យ run មកអូខេបន្តមកទៀតអ្នកទាំងអស់គ្នាឃើញចំណុចកន្លែងនេះលក្ខណៈថាវារញ៉ៃអញ្ចឹងជាដំបូងវាមិនញ៉ៃទេវានៅតែ5ចំណុចតែប៉ុណ្ណោះហ្នឹងហើយអញ្ចឹងដំបូងគឺវាប្រព័ន្ធនេះនៅពេលអ្នកទាំងអស់គ្នាអត់ដែរចូលកន្លែងហ្នឹងណាហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាចុចកន្លែងទី3នេះចំណុចទី3ចុចសញ្ញាព្រួយមកអូខេចុចសញ្ញាព្រួយមកកន្លែងនេះក៏វាមិនអញ្ចឹងដែរខ្ញុំនឹងសម្រួលអ្នកទាំងអស់គ្នាអស់ដើម្បីឲ្យអ្នកទាំងអស់គ្នាសួររកមើលណាហ្នឹងហើយនៅពេលដែលអ្នកទាំងអស់គ្នាចុចឲ្យវាចេញអញ្ចឹងមកបន្តមកទៀតអ្នកទាំងអស់គ្នាឃើញពីថា system កន្លែងហ្នឹងចុចពី system ហ្នឹងមកអូខេបន្តពី system ហើយអ្នកទាំងអស់គ្នាឃើញកន្លែងពីថា control set control set អូខេ control set កន្លែងហ្នឹងចុចសញ្ញាព្រួយដូចគ្នាបន្តមកទៀតយកពីថា control កន្លែងហ្នឹងអស់មកក្រៅមកអ្នកទាំងអស់គ្នាអស់មកក្រៅមកយកពីថា session នេះរកពីថា session ពី session នេះអូខេ precision កន្លែងហ្នឹងអ្នកនរคลิกទៅលើហ្នឹងហើយបន្តមកទៀតអ្នកមើលពី execute boot execute មើលមកខាងនេះមកយកពីថា boot execute បន្តមកទៀត click ទៅលើវាយកពីថា modify អូខេបន្តពី modify ហើយអ្នកនរគ្នាដំបូងគឺវាអញ្ចឹងខ្ញុំចង់បញ្ជាក់អ្នកនរគ្នានៅពេលដែលវាចេញមកអញ្ចឹងអ្នកនរគ្នានៅពេលដែលឧបមាថាអ្នកសេអសណាទៅសេអសអញ្ចឹងមកវាសាទៅបាត់អញ្ចឹងគឺមិនមែនអញ្ចឹងឲ្យ control search មកវិញអ្នកនរនេះ click នៅតំណែងសិន click នៅតំណែងហើយដំបូងរបស់អ្នកទាំងអស់គ្នាហ្នឹងគឺអត់ទាន់វាយតំណែងទេអញ្ចឹងខ្ញុំបញ្យល់សិននេះរបស់ខ្ញុំដំបូងគឺនៅពេលដែលខ្ញុំអត់ទាន់បានដោះស្រាយគឺវាបែបនេះអញ្ចឹងនៅពេលដែលយើងដោះស្រាយយើងឈរនៅពីមុខសញ្ញាផ្កាយអូខេសញ្ញាផ្កាយបន្តមកទៀតអ្នកទាំងអស់នេះទៅសេនេះមកយើងដាក់បន្តជាមុនហ្នឹងហើយដាក់បន្តហើយបន្តមកទៀតសេអស K ហើយចុច1ច្រឡំចុច1បន្តមកទៀត CSC អូខេបន្តពីប៉ុណ្ណឹងហើយអ្នកទាំងអស់គ្នាចុចពី OK មកអញ្ចឹងហ្នឹងហើយឥឡូវខ្ញុំសុំ Viber ដល់ត្រីមួយដើម្បីបញ្ជាក់អ្នកទាំងអស់គ្នាកាយឡូមើលអត់ឃើញណាហ្នឹងហើយអូខេខ្ញុំនឹងបង្ហាញម្ដងទៀតអូខេយើងវាយពាក្យនេះហ្នឹងហើយចាំមើលខ្ញុំបរិ font ឲ្យធំតិចដើម្បីអ្នកទាំងអស់គ្នាស្រួលមើលអូខេអញ្ចឹងអ្នកទាំងអស់គ្នាវាយពាក្យប៉ុណ្ណឹងមកអូខេបន្តមកទៀតយើងចុចពីអូខេប៉ុណ្ណឹងយើងបានហើយបន្តមកទៀតយើងមើលកន្លែងនេះគឺវាជាប់ហើយអញ្ចឹងយើងថយវិញអស់មកហ្នឹងហើយអូខេបន្តមកទៀតអ្នកទាំងអស់គ្នាធ្វើការ restart កុំព្យូទ័ររបស់អ្នកទាំងអស់គ្នាហ្នឹងបន្តមកទៀតយើងចូលកម្មវិធីអីក៏វាលែង error ដែរហ្នឹងហើយអូខេអញ្ចឹងបញ្ហាដែលខ្ញុំដោះស្រាយគឺរួចរាល់ហើយអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូនេះហ្នឹងហើយខ្ញុំបាន record ខុសជាច្រើនដែលនេះសិតខ្ញុំ record ខុសហ្នឹងហើយអូខេអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូនេះហើយបើសិនជាអ្នកទាំងអស់គ្នាគិតថាវីដេអូនេះមានប្រយោជន៍សូមចែករំលែកទៅកាន់អ្នកដែលជួបបញ្ហាហ្នឹងឲ្យគាត់ដោះស្រាយបានទាំងអស់គ្នាអូខេបាយបាយ